ជំរាបសួរប្រិយមិត្តបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំកញ្ញារីករាយនឹងមកណែនាំប្រិយមិត្តបងប្អូនទាំងអស់គ្នាឲ្យស្គាល់ពីវិធីសាស្ត្រកញ្ចក់ឬក៏ច្បាប់កញ្ចក់អ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអត់សប្បាយចិត្តមានអារម្មណ៍ថាធ្លាក់ទឹកចិត្តមានអារម្មណ៍ថាយើងខឹងពីណាគេក៏ដោយដើម្បីអាចគ្រប់គ្រងអារម្មណ៍របស់យើងបានវាមានវិធីសាស្ត្រជាច្រើននៅលើបណ្ដាញសង្គមនិងចែកម្លែកណាហើយថ្ងៃនេះនាងខ្ញុំចង់មកចែកម្លែកពីវិធីសាស្ត្រកញ្ចក់ធម្មតានៅពេលដែលយើងខឹងគេយើងអត់សប្បាយចិត្តយើងអាចញ៉ាំទឹកត្រជាក់មួយកែវដើម្បីរងាប់អារម្មណ៍ឬក៏មានវិធីសាស្ត្រមួយទៀតយើងនៅតែឯងយើងដើរទៅរកកន្លែងនៅតែឯងហើយបន្ទាប់មកយើងមានកញ្ចក់ហើយយើងឆ្លោះមកមុខយើងប៉ុន្តែបើសិនជាហ្នឹងបើសិនជាកញ្ចក់កាន់តែធំកាន់តែមានប្រសិទ្ធភាពប៉ុន្តែបើសិនជាយើងមានកញ្ចក់ទូចតាមខ្លួនក៏បានដែរយើងឆ្លោះកញ្ចក់អញ្ចឹងទៅយើងតែបើសម្រាប់អ្នកខ្ញុំយកប្រើកញ្ចក់ធំពេកដែរនៅផ្ទះអញ្ចឹងបើសិនជានៅខាងក្រៅបានខ្ញុំប្រើកញ្ចក់មានកញ្ចក់ទូចដាក់តាមខ្លួនយើងមើលកញ្ចក់អញ្ចឹងទៅហើយក៏យើងសម្លឹងភ្នែករបស់យើងមើលមកមនុស្សនៅក្នុងកញ្ចក់ហ្នឹងហើយធម្មតានៅពេលដែលយើងខឹងទឹកមុខរបស់យើងគឺក្រហមយើងអត់សប្បាយចិត្តយើងចេញ energy មកអាក្រក់ចេញ energy មកអត់ល្អអញ្ចឹងប៉ុន្តែនៅពេលដែលយើងសម្លឹងមើលកញ្ចក់យើងមើលមនុស្សនៅក្នុងកញ្ចក់ហ្នឹងហើយយើងមើលដោយក្តីស្រឡាញ់ក្តីអាណិតក្តីមេត្តាអាកំហឹងពីខាងក្នុងរបស់យើងដែលយើងខឹងគេហ្នឹងគឺនឹងកាត់បន្ថយព្រោះអីនៅពេលដែលយើងខឹងគេមនុស្សដែលដុតបំផ្លាញមុនគេគឺយើងខ្លួនឯងអ្នកក្តៅខ្លួនអ្នកក្តៅកាហាយអត់សុបាយចិត្តអញ្ចឹងហើយយើងមើលកញ្ចក់ហើយយើងសម្លឹងភ្នែកមនុស្សនៅក្នុងកញ្ចក់ហ្នឹងហើយនិយាយថាមនីរតខ្ញុំស្រឡាញ់អ្នកឬក៏មនីរតធ្វើបានល្អហើយមនីរតប្រកែហើយអញ្ចឹងរបៀបអញ្ចឹងយើងកត់សរសើរខ្លួនឯងយើងនិយាយយើងអាចនិយាយជាភាសាអង់គ្លេសក៏បានដែរ I love you មនីរតតែពាក្យមនីរតហ្នឹងដោយសារតែជាឈ្មោះខ្ញុំអ្នកទាំងអស់គ្នាអាចជំនួសទៅជាឈ្មោះអ្នកទាំងអស់គ្នាក៏បានដែរខ្ញុំស្រឡាញ់អ្នកមនីរតខ្ញុំស្រឡាញ់អ្នកនៅពេលដែលយើងនិយាយថាខ្ញុំស្រឡាញ់អ្នកហើយយើងសម្លឹងមើលផ្នែករបស់យើងនៅក្នុងកញ្ចក់អញ្ចឹងទៅគឺយើងមានអារម្មណ៍ថាយើងរៀង focus យើងផ្ដោតលើខ្លួនយើងហើយយើងមានអារម្មណ៍ថារៀងrelax ហើយក៏សប្បាយចិត្តដែរប៉ុន្តែខ្ញុំយល់ថានៅពេលដែលយើងខឹងគេយើងអត់ចង់មើលកញ្ចក់ឯងព្រោះទឹកមុខយើងអត់សប្បាយចិត្តប៉ុន្តែបើសិនជាយើងចង់ឲ្យយើងកាត់បន្ថយកំហឹងចង់ឲ្យយើងអាកំហឹងហ្នឹងវាឆាប់រសាយយើងត្រូវតែធ្វើយើងត្រូវតែហ៊ានប្រថុយប្រថានធ្វើវាទៅបើយើងអត់ធ្វើវាទៅយើងត្រូវខឹងគេងុំនៅនឹងដូចងើកភ្លើងងុំអញ្ចឹងមិនតែដល់ពេលប្រើវិធីសាស្ត្រកញ្ចក់ហ្នឹងសម្រាប់ខ្ញុំមានប្រសិទ្ធភាពព្រោះអីដល់ពេលដែលខ្ញុំខឹងគេទឹកមុខខ្ញុំអត់សូវល្អឯងហើយខ្ញុំអត់ចូលចិត្តឃើញមុខខ្លួនឯងអត់ស្អាតអត់សុបាយចិត្តចឹងឯងអញ្ចឹងហើយក៏វាអត់បានយូរដែរអញ្ចឹងវិធីសាស្ត្រនេះអ្នកទាំងអស់គ្នាអាចយកទៅប្រើប្រាស់បានណាកញ្ចក់ទូចក៏បានកញ្ចក់ធំក៏បានដែរឲ្យតែមានកញ្ចក់សង្ឃឹមថាអ្នកទាំងអស់គ្នាប្រើប្រាស់វាឲ្យមានប្រសិទ្ធភាពចែកម្លែកដល់ខ្ញុំវិញផងចាសូមអរគុណ